ជំរាបសួរលោកគ្រូនិងសិស្សអ្នកទាំងអស់គ្នាខ្ញុំឈ្មោះអំស្រីធនចឹងថ្ងៃនេះខ្ញុំនឹងមកបកស្រាយបន្តពីមិត្តរបស់ខ្ញុំអញ្ចឹងចំណុចរបស់ខ្ញុំតើតើទៅនឹង table project request អញ្ចឹងក្នុងការសរសេរកូដហ្នឹងគឺយើងត្រូវសរសេរ create table ហើយយើងដាក់ឈ្មោះតន័យឈ្មោះ project request ហើយនៅក្នុង table ហ្នឹងគឺមានតន័យដូចជា request ID processment team ID request team item status approve for status management ID ហើយសម្រាប់integer ហ្នឹងគឺបានន័យថាវាគឺជាតម្លៃលេខដោយសារយើងដាក់អញ្ចឹងបានយើងដាក់ request ID ហើយvarchar ហ្នឹងគឺមានន័យថាវាជាលេខផងនិងជាអក្សរផងហើយសម្រាប់table project request ហ្នឹងគឺមាន foreign key 2ដែល foreign key processment team ID ហ្នឹងគឺវា refer ទៅ processment team ដោយក្នុង table ហ្នឹងគឺមាន processment team ID ហើយ procurement team ហើយមកកាន់foreign key ហ្នឹងគឺ foreign key management ហ្នឹងគឺ refer ទៅ management ដោយនៅក្នុង table ហ្នឹងគឺមាន management ID ហើយចូលមកកាន់ table supplier គឺយើង create table supplier ដែលនៅក្នុង table supplier គឺមានតន័យដូចជា supplier ID supplier name contact info payment term ហើយ supplier ID ហ្នឹងគឺយើងដាក់វាជា integer ដោយសារតែវាជាចំនួនលេខគត់ហើយ supplier name contact info ហើយនឹង payment team ហ្នឹងយើងដាក់វាជា varchar ដោយសារតែវាជាលេខផងនិងជាអក្សរផងហើយយើងចូលមកកាន់ financial account ដោយសារនៅក្នុង financial account ហ្នឹងគឺមានតន័យដូចជា financial ID financial name payment status ហើយ financial ID ហ្នឹងគឺយើងដាក់វាជា integer វាជាចំនួនលេខហើយ financial term financial name និង payment status ហ្នឹងគឺយើងដាក់ជា varchar ហើយចំណុចមួយទៀតគឺ table management ដែលនៅក្នុង table management ហ្នឹងគឺមានតន័យដូចជា management ID financial ID management name approval status ហើយនៅក្នុង table management ហ្នឹងគឺមាន foreign key គឺ financial ID ហើយវាគឺ refer ទៅកាន់ table financial account ដោយនៅក្នុង financial account ហ្នឹងគឺមាន financial ID ចឹងចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់ខ្ញុំនឹងបន្តឲ្យមិត្តរួមក្រុមរបស់ខ្ញុំសូមអរគុណ